ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញវិធីប្រឡាក់សាច់ថៃជីប្រកគីពុកកឹមពុកម៉ែបងប្អូនឲ្យមានរសជាតិកាន់តែឆ្ងាញ់វីដេអូមុនខ្ញុំបានបង្ហាញរបៀបលាយគ្រឿងថៃជីប្រកគីពុកម៉ែបងប្អូនឥឡូវនេះខ្ញុំក៏បានយកគ្រឿងទាំងអស់នោះយកមកប្រឡាក់សាច់ចំនួន3គីឡូពុកម៉ែបងប្អូនថៃជីប្រកគីពុកកឹមមួយមុខនេះនៅហាងរបស់ខ្ញុំគឺនិយមលក់ដាច់មែនតែនម្យ៉ាងទៀតថៃជីប្រកគីពុកកឹមនេះអ្នកទាំងអស់គ្នាអាចយកទៅឆាឬក៏យកទៅចម្អិនឲ្យឆ្អិនយកមកញ៉ាំជាមួយបន្លែគ្រប់មុខឬក៏សំចាំងបន្ថែមទៀតមានរសជាតិកាន់តែឆ្ងាញ់ឥឡូវនេះកុំឲ្យចំណាយពេលយូរអញ្ជើញទស្សនាទាំងអស់គ្នាវិធីប្រឡាក់សាច់ខ្ញុំមានស្ពៃក្តោប2ដុំប្រហែលជា1គីឡូជាងពុកម៉ែបងប្អូនខ្ទឹមបារាំង3ផ្លែដើមខ្ទឹមធំ2ដើមឥឡូវនេះខ្ញុំធ្វើការកាត់ចំណែកនេះវិញគឺសាច់3គីឡូខ្ញុំជ្រើសរើសសាច់ស្មើមុខស្ដាងពុកម៉ែបងប្អូនចំណែកឯគ្រឿងទាំងអស់ដែលខ្ញុំបានបង្ហាញវីដេអូមុនគឺខ្ញុំយកមកប្រឡាក់សាច់ចំនួន3គីឡូនឹងទាំងអស់ឥឡូវនេះធ្វើការប្រឡាក់សាច់និងបន្លែរបស់យើងឲ្យចូលចិត្តគ្នាបានល្អពុកម៉ែបងប្អូនឥឡូវនេះខ្ញុំគិតថាបន្លែនិងសាច់របស់ខ្ញុំចូលចិត្តគ្នាបានល្អហើយខ្ញុំក៏លេបទុកប្រហែលជា20នាទីមុននឹងច្រកចូលទូទឹកកកពុកម៉ែបងប្អូនអាចប្រឡាក់សាច់3គីឡូដូចខ្ញុំក៏បានដែរព្រោះមួយឈុតបន្តមកទៀតពុកម៉ែបងប្អូនក៏អាចយកទៅទុកក្នុងទូទឹកកកធ្វើបែបនេះពេលដែលយើងចម្អិនគឺមិនខូចសាច់ហើយក៏ទុកបានយូរដែរអរគុណពុកម៉ែបងប្អូនបានទស្សនាវីដេអូនេះជួបគ្នាវីដេអូក្រោយទៀតសុខសប្បាយទាំងអស់គ្នាចា